ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីកងទ័ព4ប្រភេទការរៀបចំកងទ័ពរបៀបប្រើមនុស្សឬកងទ័ពបាទអញ្ចឹងមុននឹងចូលដល់ការរៀបរាប់ខាងលើសូមពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗពេលក្រោយកងទ័ព4ប្រភេទការច្របូកច្របល់នៃជួរកងទ័ពរបស់យើងនោះគឺប្រៀបដូចជាយើងបានលើកយកជ័យជំនះដោយដៃទាំងពីរទៅឲ្យគូសត្រូវរបស់យើងដោយមានហេតុផលត្រឹមត្រូវប្រសិនបើកងទ័ពមានការវិលវល់ស្មារតីហើយអស់ជំនឿចិត្តទៅលើការដឹកនាំរបស់មេទ័ពធំនោះប្រទេសជិតខាងនឹងបង្កការលំបាកផ្សេងៗមកដល់ប្រទេសរបស់យើងយ៉ាងប្រកបក្នុងខ្លឹមសារដ៏មានអត្ថន័យនេះស្របតាមសុភាសិតមួយបានពោលឡើងថាការច្របូកច្របល់នៃជួរកងទ័ពរបស់យើងនោះគឺប្រៀបដូចជាយើងបានលើកយកជ័យជំនះទៅឲ្យគូសត្រូវរបស់យើងដោយមានហេតុផលត្រឹមត្រូវដូច្នោះឯងក៏ប៉ុន្តែផ្ទុយទៅវិញការច្របូកច្របល់នៃជួរកងទ័ពរបស់សត្រូវនោះក៏ប្រៀបបានជាសត្រូវបានលើកយកជ័យជំនះមកឲ្យខាងយើងដោយមានហេតុផលត្រឹមត្រូវយ៉ាងដូច្នោះអញ្ចឹងដែរមានការលើកឡើងថាកងទ័ពដែលមិនមានសតិសម្បញ្ញៈដោយច្បាស់លាស់ចំពោះគោលដៅរបស់ខ្លួនកងទ័ពនោះរមែងមិនស្គាល់ការវាយបកទៅលើសត្រូវវិញនោះឡើយដោយព្រោះហេតុនេះការសម្រេចបាននូវជ័យជំនះដ៏ធំគឺតែងតែកើតមានដោយសារកងទ័ព4ប្រភេទនេះប្រភេទទី1គឺកងទ័ពដែលដឹងថាពេលណាគួរចូលប្រយុទ្ធនិងពេលណាដែលមិនគួរចូលប្រយុទ្ធប្រភេទទី2គឺជាមេទ័ពដែលមានការចេះដឹងស្ដីពីរបៀបប្រើកងទ័ពក្នុងចំនួនតិចនិងចំនួនច្រើនដោយស្របតាមក្បួនយុទ្ធសាស្ត្រត្រឹមត្រូវប្រភេទទី3បើអ្នកមិនស្គាល់សត្រូវច្បាស់តែអ្នកបានស្គាល់ខ្លួនឯងច្បាស់នោះការចាញ់និងឈ្នះរមែងមានភាពស្មើគ្នាប្រភេទទី4បើអ្នកមិនស្គាល់សត្រូវច្បាស់ហើយសូម្បីតែខ្លួនឯងក៏មិនស្គាល់ច្បាស់ផងនោះគឺជាការគ្រោះថ្នាក់ដ៏ធំបំផុតព្រោះការប្រយុទ្ធទាំងអស់នោះអ្នកនឹងត្រូវចាញ់នៅគ្រប់សមរភូមិហ្វានលីទីប្រឹក្សាស្ដេចយាកលើកឡើងថាយើងមិនត្រូវភ័ន្តច្រឡំជាដាច់ខាតក្នុងការជ្រើសរើសមនុស្សឲ្យទទួលកិច្ចការធំហ្វានលីបានថ្វាយយោបល់ទៅស្ដេចយាកថាចៅគួរបានអានសៀវភៅសឹកដែលឪពុកខ្លួនសរសេរឲ្យអស់រយៈពេលជាង10ឆ្នាំដោយមិនដែលបញ្ចេញសំឡេងឲ្យនរណាម្នាក់ដឹងឡើយម្នាក់នេះមានភាពឆ្លាតវៃពីកំណើតរីឯសមត្ថភាពវិញមិនចាញ់ទូលបង្គំទេក្រាបទូលសូមទ្រង់យាងទៅទទួលគេដោយក្តីគោរពដើម្បីអញ្ជើញគេឲ្យមកបម្រើការងារថ្វាយព្រះអង្គចុះចំណែកឯទូលបង្គំក្រោយអំពីយកឈ្នះស្ដេចអ៊ូហើយក៏មិនមានចិត្តចង់ធ្វើការងារអ្វីតទៅទៀតដែរទូលបង្គំគ្រាន់តែចង់រស់នៅជាមួយនឹងស៊ីសឺជាមនុស្សដែលទូលបង្គំស្រឡាញ់តែ2នាក់តែប៉ុណ្ណោះគឺគ្រប់គ្រាន់ណាស់ទៅហើយទូលបង្គំមិនចង់បានអ្វីលើសពីនេះតទៅទៀតទេហ្វានលីស្នើសេចក្តីនេះរួចហើយក៏ដាក់សម្បត្តិនោះទុកនៅលើតុមួយក្នុងផ្ទះរបស់ខ្លួនរួចក៏នាំអតីតស្នំឯកស៊ីសឺចុះទូកនៅតាមដងទន្លេដោយមិនមាននរណាម្នាក់បានដឹងនោះឡើយតើគោលដៅរបស់អ្នកទាំងពីរនោះចង់ទៅណាការរៀបចំកងទ័ពភាពខ្វះខាតរបស់សត្រូវជាសញ្ញាឈ្នះរបស់យើងហើយភាពរឹងមាំរបស់យើងគឺជាសញ្ញាដែលគំរាមដល់ស្មារតីរបស់សត្រូវមិនថានៅសម័យបុរាណឬនៅសម័យបច្ចុប្បន្ននោះទេកងទ័ពដ៏ប៉ិនប្រសប់គឺតែងតែផ្ដើមធ្វើឲ្យខ្លួនគេមិនចាញ់កងទ័ពរបស់សត្រូវនោះឡើយហើយការយកឈ្នះសត្រូវនោះគឺកងទ័ពដ៏ប៉ិនប្រសប់នោះរមែងចេះរងចាំឱកាសដែលសត្រូវចុះទន់ខ្សោយក៏បើកការវាយប្រហារទៅលើសត្រូវនោះដើម្បីដណ្ដើមយកជ័យជំនះតែម្ដងនៅស្របពេលដែលកងទ័ពដ៏ប៉ិនប្រសប់នោះកំពុងតែខ្លាំងឯការរៀបចំខ្លួនឯងមិនឲ្យចាញ់សត្រូវនោះគឺវាអាស្រ័យនៅលើការវឹកហាត់នៃកងទ័ពរបស់យើងបានយ៉ាងល្អនឹងឯងរីឯចំណុចចាញ់របស់សត្រូវគឺវាអាស្រ័យទៅលើភាពទន់ខ្សោយរបស់សត្រូវនោះឯងសេចក្តីនេះគឺមានន័យថា
អ្នកជំនាញក្នុងសិល្បៈសង្គ្រាមគឺអាចរៀបចំកងទ័ពនិងវឹកហាត់កងទ័ពដោយមិនឲ្យចាញ់សត្រូវបានប៉ុន្តែមិនប្រកាសថាអាចធ្វើឲ្យសត្រូវចុះទន់ខ្សោយទៅតាមបំណងរបស់ខ្លួននោះឡើយគេអាចនិយាយម្យ៉ាងទៀតថាដើម្បីការឈ្នះទៅលើសត្រូវគឺមានតែវិធីមួយគត់នោះគឺការបង្ហាត់ខ្លួនឯងឲ្យបានល្អជាទីបំផុតនិងពង្រឹងខ្លួនឯងឲ្យបានល្អជាទីបំផុតបើសត្រូវវឹកហាត់មិនបានល្អជាងយើងឬមិនពង្រឹងខ្លួនឯងឲ្យបានល្អជាងយើងនោះទេយើងនឹងអាចយកជ័យជំនះបានដោយងាយព្រោះសត្រូវមានចំណុចខ្វះខាតច្រើនជាងយើងនឹងឯងត្រង់ចំណុចខាងលើនេះមេយ៉ាងឆេងនិយាយថាអ្វីៗដែលសម្រេចនៅលើខ្ញុំអាចធ្វើវាបានតែអ្វីៗដែលសម្រេចនៅលើសត្រូវនោះខ្ញុំមិនអាចសម្រេចបានទេហើយខ្ញុំក៏មិនប្រកាសថានឹងយកឈ្នះសត្រូវបានដែរឈ្នះនឹងចាញ់ខ្ញុំនឹងតាមខ្លំមើលសត្រូវបើខ្ញុំដឹងថាសត្រូវមានចំណុចខ្វះខាតច្រើនជាងខ្ញុំនោះខ្ញុំប្រកាសជាដឹងភ្លាមថាខ្ញុំនឹងអាចយកឈ្នះសត្រូវបានដោយងាយនិងដោយភាពទន់ខ្សោយរបស់សត្រូវនោះឯងចំណែកស៊ុនជឺនិយាយថាបើទោះបីជាយើងអាចដឹងពីរបៀបយកជ័យជំនះក្តីក៏ជ័យជំនះនោះមិនប្រកាសថាអាចកាត់ឡើងបានដែរព្រោះអ្វីដែលយើងដឹងនោះវាស្ថិតនៅក្នុងគំនិតរបស់យើងឯការយកជ័យជំនះពិតប្រាកដគឺស្ថិតនៅក្នុងស្ថានភាពខាងក្រៅជាក់ស្ដែងម្យ៉ាងវិញទៀតមូលហេតុដែលយើងមិនចាញ់សត្រូវនោះវាកើតឡើងដោយសារកម្លាំងនៃការការពាររបស់យើងមានភាពរឹងមាំឯការដណ្ដើមយកជ័យជំនះនោះបានកើតឡើងដោយសារតែកម្លាំងវាយប្រហាររបស់យើងមានភាពលឿនរហ័សយើងការពារខ្លួនក្នុងស្ថានភាពដែលយើងមានមធ្យោបាយគ្រប់គ្រាន់ហើយយើងអាចវាយប្រហារបាននៅក្នុងស្ថានភាពដែលយើងមានមធ្យោបាយគ្រប់គ្រាន់ច្រើនជាងនោះថែមទៅទៀតអ្នកជំនាញក្នុងការការពារខ្លួនគេអាចបង្កប់ខ្លួនដូចជានៅក្នុងឋានរូប9ជាន់ចំណែកអ្នកជំនាញខាងវាយប្រហាររមែងធ្វើចលនាដូចជាគេបោះពួយចុះពីលើឋានសួគ៌9ជាន់យ៉ាងដូច្នោះដែរការធ្វើបែបនេះគឺគេអាចការពារខ្លួនបានដោយសុវត្ថិភាពផងនិងអាចបើកការវាយប្រហារឆ្ពោះទៅរកជ័យជំនះទាវយីពន្យល់ថាអ្នកជំនាញក្នុងការការពារតែងតែពឹងផ្អែកជាសំខាន់ទៅលើអំណាចរបស់ធម្មជាតិដែលមានដូចជាភ្នំទន្លេទឹកដីនិងភូមិសាស្ត្រជាដើមគេរៀបចំប្រព័ន្ធការពារក្នុងបំណងមិនឲ្យសត្រូវមើលដឹងថាតើសត្រូវគួរវាយចូលក្នុងចំណុចណាខ្លះជាការពិតណាស់ប្រព័ន្ធការពារនោះគេរៀបចំយ៉ាងជិតល្អដោយមិនឲ្យសត្រូវវាបំបែកបានដោយងាយនោះឡើយម្យ៉ាងវិញទៀតគេរមែងលាក់បំពួនកាយហាក់ដូចជាគេនៅក្នុងឋានរូប9ជាន់យ៉ាងដូចនោះឯងហើយតាមដានឃ្លាំមើលសត្រូវជានិច្ចចំណែកអ្នកជំនាញខាងវាយប្រហារតែងពឹងផ្អែកជាចាំបាច់ទៅលើលក្ខណៈរដូវកាលឱកាសកាលៈទេសៈនិងស្ថានភាពទឹកដីជាដើមជាការពិតណាស់តាមក្បួនច្បាប់នៃយុទ្ធសាស្ត្រនោះរមែងតម្រូវឲ្យយើងដើរស្របតាមរដូវកាលឱកាសកាលៈទេសៈនិងស្ថានភាពទឹកដីជាដើមនោះឯងហើយយើងក៏អាចចេះទាញបានផលប្រយោជន៍អំពីព្រឹត្តិការណ៍ផ្សេងៗដូចជាទឹកជំនន់និងភ្លើងឆេះព្រៃជាដើមផងដែរដើម្បីវាយប្រហារទៅលើសត្រូវរួចសម្រាប់យកជ័យជំនះឲ្យបានទាំងស្រុងតែម្ដងយើងត្រូវរៀបចំប្រព័ន្ធវាយប្រហារក្នុងបំណងមិនឲ្យសត្រូវមើលដឹងថាតើសត្រូវទៅរៀបចំខ្លួនចាំនៅត្រង់ចំណុចណាមុនចំណុចណាក្រោយនោះឡើយម្យ៉ាងវិញទៀតចំណុចកណ្ដាលចំណុចមុខចំណុចក្រោយចំណុចខាងលិចចំណុចខាងកើតចំណុចខាងជើងចំណុចខាងត្បូងចំណុចខាងក្រោមដីនិងចំណុចដែលនៅផ្នែកខាងលើអាកាសនោះក៏យើងត្រូវរៀបចំប្រព័ន្ធវាយប្រហារក្នុងបំណងមិនឲ្យសត្រូវមើលដឹងនោះដែរការប៉ុណ្ណាគឺយើងបើកការវាយប្រហារដូចជារន្ទះបាញ់ដែលបាញ់ចេញមកអំពីឋានសួគ៌9ជាន់នោះឯងរបៀបប្រើមនុស្សឬកងទ័ពបើសំបីតែជាជំនះដ៏តូចតាចមួយអ្នកអាចទីដឹងហើយអ្នកដទៃផ្សេងទៀតក៏អាចទីដឹងដែរនោះមិនមែនជាអ្វីដែលគេហៅថាជាកំពូលអ្នកមានប្រាជ្ញានោះឡើយអ្នកគួរជ្រាបថារាល់ជ័យជំនះទាំងអស់មិនមែនកាត់ឡើងមកបានដោយការចៃដន្យនោះឡើយរាល់ជ័យជំនះទាំងអស់នោះសុទ្ធតែត្រូវបានរៀបចំដោយយុទ្ធសាស្ត្រ
និងល្បិចកលដ៏មានប្រសិទ្ធភាពនិងអាថ៌កំបាំងជាទីបំផុតនោះទើបអាចយកជ័យជំនះទៅលើសត្រូវបានហើយសូម្បីតែការប្រើមនុស្សឬកងទ័ពរបស់យើងនោះក៏យើងមិនត្រូវឲ្យមនុស្សឬកងទ័ពទាំងនោះបានដឹងពីគោលបំណងនៃយុទ្ធសាស្ត្រនិងល្បិចកលរបស់យើងផងដែរការមិនឲ្យដឹងនោះគឺជាលក្ខណៈនៃការមានប្រសិទ្ធភាពក្នុងការប្រើយុទ្ធសាស្ត្រនិងល្បិចកលនោះហើយដោយព្រោះហេតុនេះទើបលីហ្វានលើកឡើងថាការវាយប្រហារយកជ័យជំនះនោះមិនមែនកាត់ឡើងមកបានដោយការចៃដន្យនោះឡើយគឺរូម៉េញមានការរៀបចំឡើងដោយមានយុទ្ធសាស្ត្រនិងល្បិចកលយ៉ាងល្អិតល្អន់និងមានប្រសិទ្ធភាពជាទីបំផុតនោះទើបជ័យជំនះអាចកាត់ឡើងមកបានលីហ្វានបន្ថែមទៀតថាក្នុងគោលបំណងដើម្បីទៅវាយកំទេចកងទ័ពនគរចៅជាសត្រូវហានស៊ីងបានដឹកនាំកងទ័ពរបស់ខ្លួនដោយចេញពីច្រកភ្នំដែលមានលក្ខណៈដូចជាអណ្ដូងដ៏ជ្រៅនៅវេលាមុនពេលហូបចុកអាហារពេលព្រឹកទៅទៀតហានស៊ីងបាននិយាយទៅកាន់កងទ័ពរបស់ខ្លួនថាពួកយើងត្រូវចេញទៅកំទេចកងទ័ពនគរចៅជាមុនសិនរួចសឹមយើងជួបជុំគ្នានៅកន្លែងណាមួយដើម្បីហូបអាហារពេលព្រឹកទាំងអស់គ្នានៅក្នុងកន្លែងមួយនោះចុះការនិយាយទៅនោះមិនបានធ្វើឲ្យមេទ័ពនិងកងទ័ពទាំងឡាយរបស់ហានស៊ីងមានការសប្បាយរីករាយនោះទេតែដោយមិនមានជំរើសទោះចង់ឬមិនចង់នោះក៏ត្រូវស្របទៅតាមការបញ្ជានោះដែរហានស៊ីងបានរៀបចំក្បួនទ័ពប្រយុទ្ធដែលរៀបជាជួរដែលមានមុខតម្រង់ឆ្ពោះទៅរកនគរចៅតែម្ដងហើយមានខ្នងបែរទៅរកទន្លេពួកអ្នកសង្កេតការខាងនគរចៅមើលពីលើប៉មរបស់ខ្លួនមកបានឃើញដូច្នោះក៏សាយកាក់ក្អាជាខ្លាំងហើយនិយាយចំអកដាក់ឲ្យថាលោកមេទ័ពហានស៊ីងមិនចេះដឹកនាំទ័ពនោះទេនៅវេលាបន្ទាប់ពីនោះហានស៊ីងអាចវាយកងទ័ពនគរចៅបានដោយកំទេចសត្រូវខ្ទេចខ្ទីអស់មិនមានសល់លុះកងទ័ពទាំងអស់ហូបអាហារពេលព្រឹករួចហើយហានស៊ីងក៏បញ្ជាឲ្យពេជ្ឈឃាតកាត់ក្បាលមេទ័ពធំនៃនគរចៅនោះជាកិច្ចបញ្ចប់សង្គ្រាមក្នុងផ្ទៃរឿងខាងលើនេះហានស៊ីងចង់សង្កត់ធ្ងន់ទៅលើការប្រើមនុស្សឬក៏ការប្រើកងទ័ពដោយឲ្យចូលទៅក្នុងកន្លែងណាមួយដែលមិនមានជំរើសឬមានតែការស្លាប់ហើយនឹងរស់តែម្យ៉ាងប៉ុណ្ណោះដោយសេចក្តីថាប្រសិនបើប្រយុទ្ធមិនឈ្នះកងទ័ពនគរចៅនោះទេនោះគឺមានតែផ្លូវមួយគត់នោះគឺការស្លាប់តែប្រសិនបើប្រយុទ្ធឈ្នះកងទ័ពនគរចៅនោះនឹងមានសង្ឃឹមក្នុងការដែលអាចនឹងរស់នៅបន្តទៅទៀតបានដូច្នេះទឹកចិត្តកងទ័ពមានតែត្រូវប្រមូលយកកម្លាំងតែមួយគត់ហើយប្រយុទ្ធដោយពុះកញ្ជ្រោលដើម្បីទទួលយកជ័យជំនះឲ្យបានជាដាច់ខាតតែម្យ៉ាងប៉ុណ្ណោះម្យ៉ាងវិញទៀតហានស៊ីងបញ្ជាឲ្យគេដុតកំទេចទុកធំនិងទុកតូចទាំងឡាយចោលទាំងអស់ក្នុងនោះសូម្បីតែឆ្នាំងបាយនិងឧបករណ៍ធ្វើម្ហូបអាហាររបស់ពួកគេទាំងអស់នោះក៏ហានស៊ីងបញ្ជាឲ្យគេដុតកំទេចចោលទាំងអស់ដែរយុទ្ធសាស្ត្ររបស់ហានស៊ីងដែលធ្វើដូច្នេះគឺចង់បង្ហាញឲ្យកងទ័ពទាំងអស់មើលឃើញថានៅទីខាងមុខមានកងទ័ពរបស់សត្រូវហើយនៅទីខាងក្រោយនោះក៏មិនមានទុកធំនិងទុកតូចដើម្បីចម្លងទៅត្រើយម្ខាងនៃប្រទេសរបស់ខ្លួនវិញដែរគឺមានតែការប្រយុទ្ធយកឈ្នះតែម្យ៉ាងប៉ុណ្ណោះនោះទើបកងទ័ពទាំងឡាយអាចយកទ្រព្យសម្បត្តិនិងឧបករណ៍ផ្សេងៗទៀតដែលមានដូចជាទូករបស់សត្រូវយកមកចម្លងទៅត្រើយម្ខាងនៃប្រទេសរបស់ខ្លួនវិញបានពិតមែនហើយជំរើសរបស់កងទ័ពហានស៊ីងនោះមានតែការវាយសម្រុកទៅមុខដើម្បីសម្រេចយកជ័យជំនះតែម្យ៉ាងប៉ុណ្ណោះផ្លូវផ្សេងអំពីនោះមិនមាននោះឡើយយ៉ាងនេះហើយដែលជារបៀបប្រើប្រាស់កងទ័ពរបស់ហានស៊ីងដើម្បីវាយដណ្ដើមយកជ័យជំនះពីសត្រូវរបស់គេនោះយ៉ាងណាក៏ដោយការវាយយកជ័យជំនះទៅលើសត្រូវមិនមែនកាត់ឡើងបានមកដោយការចៃដន្យនោះឡើយរាល់ជ័យជំនះទាំងអស់នោះសុទ្ធតែត្រូវបានរៀបចំដោយយុទ្ធសាស្ត្រនិងល្បិចកលដ៏មានប្រសិទ្ធភាពនិងអាថ៌កំបាំងជាទីបំផុតនោះទើបអាចយកជ័យជំនះទៅលើសត្រូវបានហើយសូម្បីតែការប្រើមនុស្សឬក៏កងទ័ពរបស់យើងនោះក៏យើងមិនត្រូវឲ្យមនុស្សឬកងទ័ពទាំងនោះបានដឹង
ពីគោលបំណងនៃយុទ្ធសាស្ត្រនិងល្បិចកលរបស់យើងផងដែរឯការមិនឲ្យដឹងនោះជាលក្ខណៈនៃការមានប្រសិទ្ធភាពក្នុងការប្រើយុទ្ធសាស្ត្រនិងល្បិចកលរបស់មេទ័ពដ៏ឆ្លៀសវៃនោះ